ជំរាបសួរលោកស្រីអ្នកនាងកញ្ញាដែលកំពុងតាមដានការផ្សាយរបស់ទូរទស្សន៍ជាកម្ពុជាទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនេះគឺជាកម្មវិធីយុវជនក្នុងបុព្វហេតុជាតិមាតុភូមិរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាកម្ពុជាដែលកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងជំរុញនិងបំផុសសកម្មភាពយុវជនដើម្បីសង្គមកម្មវិធីយើងនៅថ្ងៃនេះសូមលើកយកប្រធានបទស្ដីពីយុវជននិងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមកបង្ហាញជូនលោកស្រីអ្នកនាងកញ្ញាតទៅនេះសូមលោកអ្នកនាងតាមដានទស្សនាដូចតទៅនាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនដែលគេមើលឃើញថាទាំងវិស័យរដ្ឋនិងឯកជនមានដំណើរការរីកលូតលាស់បោះជំហានទៅមុខយ៉ាងគួរឲ្យកត់សម្គាល់ទន្ទឹមនឹងនេះវិស័យចំនួនជួញដូរទាំងនៅក្នុងទីផ្សារធម្មតានិងលើប្រព័ន្ធអនឡាញក៏មានសន្ទុះដំណើរការយ៉ាងមមាញឹកដើម្បីផ្គត់ផ្គង់ផលិតផលក៏ដូចជាសេវាកម្មបំពេញតម្រូវការរបស់ប្រជាពលរដ្ឋស្របពេលដែលស្ថានភាពជីវភាពពួកគាត់កាន់តែមានភាពល្អប្រសើរនោះទន្ទឹមនឹងភាពល្អប្រសើរនៃជីវភាពប្រជាពលរដ្ឋនិងភាពមមាញឹកក្នុងការងារប្រចាំថ្ងៃក៏បានបង្កជាផលលំបាកដោយពួកគាត់ពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅកាន់ទីផ្សារនិងជ្រើសរើសមុខទំនិញណាមួយសម្រាប់ប្រើប្រាស់បងយកឃើញពីការពាណិជ្ជកម្មរកពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញសប្តាហ៍ថ្ងៃការរកស៊ីពាណិជ្ជកម្មតាមអនឡាញវាមានភាពរីកចម្រើនហើយការផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញឬក៏រកស៊ីតាមប្រព័ន្ធអនឡាញហ្នឹងវាមានបង្ហាញពីភាពស៊ីវិល័យរបស់សង្គមយើងឃើញថាល្អបងព្រោះយើងមិនបាច់ដើរតាមរយតាមទីផ្សារអញ្ចឹងយើងគ្រាន់តែវាមកឃើញអញ្ចឹងហើយមានតម្លៃនឹងស្រាប់បើអត់មានតម្លៃក៏យើងអាច inbox សួរបានសេវាកម្មអនឡាញគឺខ្ញុំធ្លាប់កំងទិញនិងធ្លាប់ជាវ៉ាន់តាមអនឡាញជាពិសេសនោះគឺ Facebook ហ្មងខ្ញុំធ្លាប់ទិញតាម Facebook ដែលអ្នកលក់ហ្នឹងគឺជនជាតិខ្មែរយើងទេបាទហើយសេវាកម្មអនឡាញខ្ញុំគិតថាវាល្អចំពោះទៅលើបុគ្គលឬក៏ប្រជាជនមួយចំនួនដែលគាត់មានភាពមមាញឹកអញ្ចឹងក៏អត់មានពេលគ្រប់គ្រាន់ក្នុងការដើរផ្សារក្នុងការចំណាយពេលទៅលើរបស់ទាំងនោះអញ្ចឹងគាត់គ្រាន់តែចូលក្នុង Facebook ហើយគាត់អាចទិញអីបានហើយអ្វីដែលទទួលបានពីសេវាកម្មអនឡាញនេះគឺយើងអត់សូវចំណាយពេលលើវាក្នុងការដើរទិញហើយទី2គឺយើងអាចដឹងតម្លៃវាជាក់លាក់ដោយមិនបាច់តថ្លៃមិនអីគឺវាមានជាក់លាក់នៅក្នុងហ្នឹងហ្មងហើយទី3នោះគឺវាដឹកបញ្ជូនដល់ទីកន្លែងអញ្ចឹងយើងងាយស្រួលច្រើនយើងគ្រាន់តែនៅកន្លែងធ្វើការរបស់យើងឬក៏យើងនៅកន្លែងណាមួយទៅតមកគេដឹកមកយើងការប្រកបមុខរបរតាមរយៈ e-commerce ឬក៏យើងហៅថាការប្រកបមុខរបរអាជីវកម្មនៅក្នុងអនឡាញវាពិតជាទទួលបាននៅសារៈប្រយោជន៍ច្រើនជាងចំណុចអវិជ្ជមានពីព្រោះថាការរកស៊ីតាមអនឡាញនៅពេលសម័យកាលពិភពលោកសង្គមជាតិមួយកាន់តែមានការវិវត្តលឿននិងឆាប់រហ័សនេះគឺមនុស្សត្រូវការអ្វីដែលមានភាពងាយស្រួលពីមុនយើងទៅទិញអីវ៉ាន់យើងកំងអីវ៉ាន់យើងទៅផ្សារគឺយើងទៅខ្លួនឯងប៉ុន្តែនៅបច្ចុប្បន្ននេះក៏ដូចជានៅថ្ងៃអនាគតបន្តទៀតគឺមនុស្សគឺគេឈប់ធ្វើអ្វីនៅតាមលក្ខណៈជា manual គឺគេប្រើតាមបច្ចេកទេសគេប្រើតាមបែបអេឡិចត្រូនិកអញ្ចឹងការទិញអីវ៉ាន់ក៏ដូចជាការចង់ order អ្វីផ្សេងៗគឺគេប្រើតាមអនឡាញច្រើនដើម្បីសម្រួលក្នុងការបញ្ជាទិញទំនិញនិងដោយពិនិត្យឃើញពីភាពខ្វះខាតពីការផ្សព្វផ្សាយនិងចរាចរណ៍ផលិតផលរបស់ប្រជាពលរដ្ឋខ្មែរទៅកាន់ទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិឲ្យបានទូលំទូលាយក្រុមហ៊ុន Mumwaran Investment បានបង្កើតសេវាកម្មនៃការលក់ដូរទំនិញនិងផលិតផលផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិក e-commerce តាមគេហទំព័រ www.angkorstore.com យើងបានបង្កើតនៅគេហទំព័រទីផ្សារអេឡិចត្រូនិកគឺ www.angkorstore.com គោលបំណងនៃការបើកគេហទំព័រអេឡិចត្រូនិកនេះគឺសំខាន់គឺយើងចង់បើកទីផ្សារជាងមេឃសម្រាប់ផលិតករខ្មែរយើងទាំងអស់ពេលនោះគឺមានន័យថាបងប្អូនប្រជាពលរដ្ឋខ្មែរឬក៏អាជីវករអាចយកផលិតផលមកដាក់លក់នៅក្នុង angkorstore.com ហើយ angkorstore.com នឹងលក់នៅទីផ្សារទាំងអស់នៅលើពិភពលោកអញ្ចឹងបានន័យថាអាចបញ្ជាទិញគ្រប់ពេលគ្រប់វេលាពេលនោះហើយការត្អូញត្អែនៃការខ្វះទីផ្សារនឹងត្រូវបានបញ្ចប់នៅពេលដែល Angkorstore ចាប់ផ្ដើមដំណើរការ
ជំហាននៃការបង្កើតជាទីផ្សារអនឡាញនេះឡើងគឺបន្ទាប់ពីទទួលបានជោគជ័យទៅលើការអនុវត្តនៃក្រុមហ៊ុនសម្ព័ន្ធ V Japan Tech Interco Ltd និងសាលាអន្តរជាតិ Bradford Asia Pacific ទើបក្រុមហ៊ុន Momwaran Investment បានឆ្ពោះទៅសេវាកម្មផ្សេងទៀតដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញអេឡិចត្រូនិកផ្គត់ផ្គង់ចលនានៃការធ្វើពាណិជ្ជកម្មពិគ្រោះយោបល់និងការអភិវឌ្ឍអចលនទ្រព្យការកសាងសំណង់និងគ្រោងដែកនៃសំណង់ផ្សេងៗកាលណាយើងយកអាបេះហ្នឹងវាសស្គូសដូចយើងមើលឃើញហ្នឹងវាស្អាតហ្មងជាមួយបទពិសោធន៍ជាច្រើនឆ្នាំក្នុងការវិនិយោគក្នុងវិស័យផ្សេងគ្នាក្រុមហ៊ុនគឺមានសមត្ថភាពគ្រប់គ្រាន់និងជំហរដ៏រឹងមាំក្នុងការត្រួតពិនិត្យនិងគ្រប់គ្រងនៃអាជីវកម្មគ្រប់ប្រភេទដទៃទៀតយើងបានសិក្សារយៈពេល5ឆ្នាំមុននឹងយើងសម្រេចចិត្តបង្កើតនៅឆ្នាំ2016អញ្ចឹងមានន័យថាយើងបានសិក្សាអំពីផលវិបាកភាពងាយស្រួលគូប្រកួតប្រជែងអ្វីត្បិតតែយើងកើតឡើងក្រោយគេប៉ុន្តែយើងបានសិក្សាបានច្រើនទៅលើដំណើរការនៃទីផ្សារអេឡិចត្រូនិកលក់ទំនិញនេះយើងដឹងពីគូប្រកួតប្រជែងអញ្ចឹងយើងទទួលស្គាល់ថាគេកើតមុនយើងខ្លះដល់ទៅ30ឆ្នាំប៉ុន្តែយើងមានការងារច្រើនដែលត្រូវធ្វើដើម្បីយើងរត់ឲ្យទាន់គេអញ្ចឹងនេះក៏ជាកង្វល់មួយប៉ុន្តែទោះបីយ៉ាងណាយើងបានចូលរួមបើកទីផ្សារមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើងអញ្ចឹងខ្ញុំគិតថាវាជារបត់មួយថ្មីដែលយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរចូលរួមនិងគ្រប់គ្រងកាលណាការចូលរួមគ្រប់គ្រងរបស់ប្រជាពលរដ្ឋកាន់តែច្រើនបានន័យថាកម្លាំងទាំងអស់នេះហើយដែលជាចំណុចមួយដែលធ្វើឲ្យយើងកាន់តែមានភាពប្រកបប្រជាក្នុងការប្រកួតប្រជែងជាមួយគេហទំព័រធំលំដាប់ពិភពលោកតាមរយៈគេហទំព័រនេះនឹងមានទំនិញដ៏សម្បូរបែបដូចជាផ្នែកកសិកម្មឧស្សាហកម្មវាយនភ័ណ្ឌអេឡិចត្រូនិកប្រដាប់ប្រដាសម្រាប់កុមារនិងសិស្សានុសិស្សជាដើមដាក់ឲ្យចរាចរណ៍ទិញដូរតាមប្រព័ន្ធអ៊ីនធឺណិតចង់ទិញតាមរយៈ angkor.com នោះមានន័យថាគាត់ប្រើប័ណ្ណធនាគារដូចជា Mastercard Visa Card Asia Card និង Win Card អញ្ចឹងគាត់អាចបញ្ជាទិញនៅតាមរយៈគេហទំព័រនៅទំនិញណាមួយដែលគាត់ចាប់អារម្មណ៍ឬពេញចិត្តពេលនោះប្រព័ន្ធបញ្ជាវានឹងត្រូវឆ្លងកាត់ធនាគារហើយបន្ទាប់មកនឹងបញ្ជូនមកក្រុមហ៊ុនMomwaran Investment ដែលជាអ្នក IT របស់ angkor.com នេះនឹងពិនិត្យមើលហើយបញ្ជូនសារទៅផ្នែកហិរញ្ញវត្ថុពេលនោះគឺបានន័យថាយើងនឹង process ទំនិញនេះទៅផ្នែកខាង logistics ដើម្បីដឹកជញ្ជូនដល់អតិថិជនបាទដូច្នេះនេះគឺជាប្រព័ន្ធមួយទំនើបដែលអតិថិជនអាចបញ្ជាទិញតាមកន្លែងណាក៏បានក៏ដោយមិនចាំបាច់ទៅផ្សារពិតណាស់ថាអាជីវកម្មតាមប្រព័ន្ធអនឡាញពុំទាន់មានភាពទូលាយខ្លាំងនៅឡើយប៉ុន្តែពេលនេះក្រុមហ៊ុន Momwaran Investment គឺជាក្រុមហ៊ុនតែមួយគត់ដែលនឹងឈានចាប់យកនៅអាជីពនៃការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញដ៏ធំនៅកម្ពុជាហើយវានឹងជំរុញឲ្យផលិតផលនៅប្រទេសកម្ពុជាកាន់តែមានទីផ្សារទូលំទូលាយទាំងនៅក្នុងស្រុកក៏ដូចជានៅក្នុងឆាកអន្តរជាតិប្រជាពលរដ្ឋកម្ពុជាដែលភាគច្រើនជាកសិករនឹងមានទីផ្សារហើយអាចទប់ស្កាត់ចំណាក់ស្រុកជួយកាត់បន្ថយភាពក្រីក្រនិងជួយសម្រួលបន្ទុកពីរាជរដ្ឋាភិបាលបន្ថែមពីនេះទៀតអាជីវកម្មមួយនេះនឹងជាឱកាសយ៉ាងល្អសម្រាប់យុវជនកម្ពុជាអាចទទួលបានឱកាសការងារនិងវឹកហាត់ការងារជាអ្នកជំនួញដើម្បីបន្តអាជីពនេះទៅថ្ងៃក្រោយខ្ញុំគ្រប់គ្រងឲ្យមានការលក់ទលំទលាយដែរពីព្រោះវាបង្កើតភាពងាយស្រួលដល់ប្រជាជនយើងគាត់អាចទិញឬក៏កំងបានបើសិនជាគាត់មានភាពមមាញឹកប៉ុន្តែអ្វីដែលខ្ញុំសំណូមពរនៅពីក្រោយក្នុងរឿងនេះគឺសូមឲ្យចំណេញនិងតម្លៃដែលគាត់ដាក់ហ្នឹងគឺឲ្យស៊ីមេត្រីគ្នាជាមួយនឹងរូបភាពឬក៏អ្វីដែលគាត់ដាក់លក់គាំទ្របងព្រោះថាយើងមិនបាច់ហត់ដើរទៅទិញមានអីចឹងហត់ដើរផ្សារក៏ហត់ដែរមិនច្រើនអញ្ចឹងគាត់រំពោថាអូម៉ាជាកាបូបអញ្ចឹងដល់ពេលយើងឃើញយើងឆ្លាញ់អញ្ចឹងតែបើជាគេចេញមកក្រៅអត់ដូចក្នុងរូបអញ្ចឹងណាហើយបងតម្លៃវាបើវាខ្លាចជាងគេទិញទួចមែនតែគាត់ថាគាត់ deliver ឲ្យយើងដល់កន្លែងដែលយើងត្រូវការអញ្ចឹងបងខ្ញុំនឹងบอกគាត់ថាបើសិនគាត់យកមកថានឹង brand ឲ្យ brand ពិតកុំឲ្យខ្លាញ់ខ្លាយអញ្ចឹងណាបងធម្មតាប្រទេសដែលគេអភិវឌ្ឍគឺភាគច្រើនគឺគេរកស៊ីប្រកបមុខរបរ e-commerce ឬក៏ business online គឺមានប្រសិទ្ធភាពគឺធ្វើឲ្យគេទទួលបាននៅភាពចំណេញពេលវេលា
ហើយនឹងចំណេញថាវិការហើយការស្ទះចរាចរណ៍ទៅគឺគេចំណេញច្រើនមែនទែន អ្នកដែលសកម្មក្នុងការទិញលក់ក្នុងការលក់ចូលរួមសម្រាប់អាជីវកម្មជាមួយអង្គរ Store បានន័យថាជាអ្នកដែលគ្រប់គ្រងខ្ញុំគិតថាយើងអាចស្រូបកម្លាំងអាចអ្នកផលិតបានច្រើនជាពិសេសយុវជនដែលគាត់មានចំណេះដឹងហើយគាត់អាចចូលរួមសកម្មបានន័យថាគាត់អាចនឹងធ្វើអាជីវកម្មដោយឯករាជ្យរបស់គាត់ហើយគាត់អាចចូលរួមជាមួយ angkorstore.com ពេលនោះគាត់នឹងក្លាយទៅជាម្ចាស់អាជីវកម្មដោយខ្លួនឯងហើយដោយធ្វើការសហការជាមួយ angkorstore.com ពេលនោះវាជាឥទ្ធិពលមួយដែលអាចនិយាយថាយុវជនមិនចាំបាច់ទៅធ្វើការងារឲ្យគេក៏ប៉ុន្តែគាត់អាចធ្វើការងារដោយខ្លួនឯងដោយឯករាជ្យហើយគាត់អាចទទួលបានប្រាក់ចំណេញដោយខ្លួនឯងដោយអាជីវកម្មផ្ទាល់ខ្លួនអានេះគឺជារបត់មួយថ្មីហើយដែល angkorstore.com នឹងធ្វើបឋកថាទាំង24ខេត្តក្រុងដើម្បីធ្វើម៉េចទាក់ទាញយុវជនឲ្យចូលរួមនៅក្នុងអាជីវកម្មនៃគេហទំព័រអេឡិចត្រូនិកនេះឲ្យបានសកម្មឡើងពីព្រោះវាជាផលប្រយោជន៍មួយសំខាន់យុវជនគាត់ចេះដឹងច្រើនទាំងប្រព័ន្ធបច្ចេកវិទ្យាអញ្ចឹងបើគាត់ចូលរួមកាន់តែច្រើនធ្វើឲ្យការទិញលក់នៅក្នុង angkorstore.com កាន់តែមានភាពប្រសើរហើយមានភាពសកម្ម លោកស្រីទូរទស្សនិកជនជាទីគោរពកម្មវិធីយុវជនក្នុងបុព្វហេតុជាមាតុភូមិរបស់ទូរទស្សន៍កម្ពុជានៅពេលនេះបានមកដល់ទីបញ្ចប់នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមសសុខាអ្នកតំណាងរាជមណ្ឌលព្រៃវែងនិងលោកជំទាវព្រមទាំងអស់លោកស្រីដែលជាសហការីអាដាមទាំងអស់ដែលបានឧបត្ថម្ភគាំទ្រនៅកម្មវិធីនេះអរគុណផងដែរដល់លោកអ្នកដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ចប់នាងខ្ញុំសឿនគឹមហុងសូមអរគុណសូមគោរពលា